សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានិងសេចក្តីព្រាងច្បាប់ស្តីពីការធានាទូទាត់របស់រាជរដ្ឋាភិបាលឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើការអនុម័តទាំងស្រុងសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី7នៅព្រឹកថ្ងៃទី12ខែឧសភាឆ្នាំ2026នេះដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានិងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាមានចំនួន8ជំពូកនិង20មាត្រារាជរដ្ឋាភិបាលនីតិកាលទី7បានបន្តនិរន្តរភាពគោលការណ៍គ្រឹះរឹងមាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកងយុទ្ធពលខេមរភូមិន្ទបានកំពុងអនុវត្តភារកិច្ចការពារជាតិចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិនិងជួយសង្គ្រោះគ្រប់រូបភាពនិងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលាកាតព្វកិច្ចយោធាគឺជាករណីកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តមឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជានិងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិអប់រំផ្នត់គំនិតនិងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិក្រោយពីបានពិភាក្សាយ៉ាងផុសផុសតាមនីតិវិធីរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាជាឯកច្ឆន្ទក្នុងសម្លេងគាំទ្រចំនួន114នៃចំនួនសមាជិករដ្ឋសភាទាំងមូលដោយឡែកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមរួមមាន3មាត្រារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពលទាំងប្រភពថាមពលនិងបណ្ដាញបញ្ជូនអគ្គិសនីដើម្បីធានានិរន្តរភាពប្រសិទ្ធភាពតម្លៃសមរម្យនិងឆ្លើយតបទៅនឹងកំណើនតម្រូវការអគ្គិសនីក្រោយពីបានពិភាក្សាយ៉ាងផុសផុសតាមនីតិវិធីរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមជាឯកច្ឆន្ទដោយសម្លេងគាំទ្រចំនួន114សម្លេងលើចំនួនសមាជិករដ្ឋសភាទាំងមូល